នៅត្រង់ចំណុចកន្លែងនេះនាងខ្ញុំសូមនិយាយអំពីប្រវត្តិខ្លះនាងខ្ញុំសូមនិយាយអំពីប្រវត្តិខ្លះរបស់សត្វមកក្នុងទេវកថាពោលគឺព្រហ្មញ្ញសាសនាសត្វមកជាសត្វមានអំណាចអាចលេបសត្វនាគសត្វគ្រុឌនិងទេពនិករទាំងឡាយនៅលើភពផែនដីបានសត្វមកឬក៏មកសត្វមកនៅក្នុងភាសាពួកហិណ្ឌូនិងភាសាសំស្ក្រឹតគឺជាសត្វក្រពើឬក៏នាគដែលមាននិទានក្នុងគម្ពីរវេទនៃទេវកថារបស់ព្រហ្មញ្ញសាសនាលក្ខណៈទូទៅរបស់សត្វនេះគឺមានក្បាលដងខ្លួនជាសត្វនាគត្រចៀកជ្រូកធ្មេញក្រពើប្រមោយដំរីភ្នែកស្វាស្រកាត្រីជើងរាជសីរីឯកន្ទុយវិញគឺកន្ទុយកង្កោកវាជាយានជំនិះរបស់ព្រះនាងគង្គានិងព្រះភិរុណហើយក៏ជាសត្វដែលមានឥទ្ធិពលដ៏មហិមានិងកាចសាហាវមិនត្រឹមតែប៉ុណ្ណោះវាបានចាប់កំណើតឡើងពីព្រោះព្រះកេសាមួយសរសៃរបស់ព្រះនាងគង្គាដែលរំសាយធ្លាក់ចុះមកផែនដីសំបីតែអីសូអីសីក៏ខ្លាប់ខ្លាចអំណាចដេជះហើយខ្លាំងជាងអ្វីក្នុងលោកវាលួចលោបលេបសត្វអ្វីមិនថាសត្វគ្រុឌនាគនិងសត្វទាំងពួងមិនថាពពួកទេពនិករទាំងឡាយណាដែលវាបានជួបប្រទះដោយគ្មានទេវណាអាចបង្ក្រាបនៅបរិធានភាពរបស់សត្វមកបានរួមទាំងព្រះសិវៈផងដែរចម្បាំងរវាងព្រះសិវៈនិងសត្វមកគឺបានអុកបន្លាយអស់ជាច្រើនកាប់ពលគឺមិនចាញ់មិនឈ្នះក៏មានការអន្តរាគមន៍ពីព្រះនាងគង្គាដែលជាម្ចាស់នៃកំណើតសត្វនេះក្នុងសង្គ្រាមនេះព្រះនាងបានបង្គាប់ឲ្យព្រះសិវៈលើកព្រះនាងដាក់លើព្រះហស្ថរួចហើយឲ្យគង់នៅលើសត្វមកដោយអំណាចតេជះរបស់ព្រះនាងដែលជាអ្នកបង្កើតសត្វមកនេះឡើងដែលធ្វើឲ្យមកត្រូវទ្រទម្ងន់ដ៏ធ្ងន់មហិមានេះប្រមាណក៏ខ្ជាក់សពសត្វទាំងពួងបានលេបនាដល់អាកាសនោះហងទៅដូច្នេះហើយទើបមានវត្តមានសត្វនៅក្នុងចម្លាក់សិល្បៈបុរាណខ្មែរសម័យមុនអង្គរនិងក្រោយអង្គររហូតតមកដល់បច្ចុប្បន្នយើងនេះក៏នៅតែមានវត្តមានផងដែរ